ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញអំពីម៉ាស៊ីនវាស់សម្ពាធឈាម Mac Microlight Model B1 F-Fit ដែលម៉ាស៊ីននេះមានលក្ខណៈពិសេសយើងអាចវាស់បានទាំងសម្ពាធឈាមនិងរោគសញ្ញានៃជំងឺ stroke ចំពោះតួម៉ាស៊ីនវិញមានរាងតូចស្ដើងស្រាលមានអេក្រង់ច្បាស់ល្អមានប៊ូតុងចំនួន3ដែលប៊ូតុងនៅខាងស្ដាំអក្សរ M នេះគឺជាប៊ូតុង memory សម្រាប់កាត់ចំណាំលទ្ធផលដែលយើងធ្លាប់វាស់ពីមុនប៊ូតុងនៅកណ្ដាលសម្រាប់បើកនិងបិទម៉ាស៊ីនប៊ូតុងនៅខាងឆ្វេងអក្សរ MAM នេះគឺសម្រាប់វាស់ទាំងសម្ពាធឈាមចង្វាក់បេះដូងនិងរោគសញ្ញានៃជំងឺ stroke ម៉ាស៊ីននេះយើងអាចប្រើបានពីររបៀបគឺយើងអាចដាក់ថ្មពិលនិងមួយទៀតគឺយើងដោតភ្លើងប្រើតែម្ដងចំពោះ cuff វិញខ្សែរុំហ្នឹងគឺយើងរុំបានចាប់ពីទំហំ M ដល់ទំហំ L ឥឡូវខ្ញុំសូមបង្ហាញអំពីរបៀបប្រើប្រាស់ម៉ាស៊ីននេះតែម្ដងនៅពេលដែលយើងវាស់មុនពេលដែលយើងវាស់សម្ពាធឈាមយើងត្រូវតែសម្រាកចន្លោះពី10ទៅ15នាទីជាមុនសិនដើម្បីពេលដែលវាស់ទៅគឺឈាមយើងបានសុក្រិតល្អនៅពេលដែលវាស់យើងត្រូវពាក់អាវដៃខ្លីឬក៏ពាក់អាវដែលមានសាច់ក្រណាត់ស្ដើងហើយពេលដែលយើងរុំខ្សែហ្នឹងយើងត្រូវដាក់ចំណុចពណ៌លឿងហ្នឹងឲ្យចំកណ្ដាលដៃចុះមកក្រោមហើយចន្លោះពី2ទៅ3សង់ទីម៉ែត្រពីកន្លែងដៃរបស់យើងធ្វើការរុំណែនមកល្មមទៅហើយចំពោះម៉ាស៊ីននេះនៅពេលដែលយើងចង់វាស់តែសម្ពាធឈាមធម្មតាយើងចុចតែប៊ូតុងកណ្ដាលមួយទៅវានឹងដំណើរការម៉ាស៊ីននេះប៉ុន្តែបើយើងចង់វាស់ទាំងសម្ពាធឈាមចង្វាក់បេះដូងនិងហានិភ័យនៃជំងឺ stroke គឺយើងចុចប៊ូតុង MAM នេះទៅវានឹងលោតនៅលើអេក្រង់ហ្នឹងហើយដល់ពេលដែលយើងចុចវាស់ទៅវានឹងធ្វើការសប់ពីរដងនឹងសម្រាប់អ្នកដែលចង់រកសញ្ញានៃជំងឺ stroke ឬក៏អ្នកដែលមានហានិភ័យប្រឈមនឹងជំងឺ stroke ឥឡូវខ្ញុំសូមបង្ហាញតែសម្ពាធឈាមតែមួយមុខជូនបងមើលនៅពេលដែលយើងភ្ជាប់ខ្សែ cuff ជាមួយនឹងម៉ាស៊ីនហ្នឹងគឺយើងត្រូវសង្កត់ឲ្យណែនកុំឲ្យវាចេញខ្យល់ជៀសវាងនៅពេលដែលសប់ទៅធ្វើឲ្យលទ្ធផលហ្នឹងវា error ឥឡូវខ្ញុំចាប់ផ្ដើមធ្វើការវាស់ជូនបងមើលលទ្ធផលរបស់ខ្ញុំបានចេញហើយគឺសម្ពាធឈាមរបស់ខ្ញុំ11/7ចង្វាក់បេះដូង86គឺស្ថិតនៅក្នុងកម្រិតធម្មតាទាំងអស់នៅពេលដែលព្រួយនៅលើអេក្រង់នេះចង្អុលចំពណ៌បៃតងបានន័យថាសម្ពាធឈាមរបស់យើងស្ថិតនៅក្នុងកម្រិតធម្មតាព្រួយចង្អុលពណ៌លឿងបានន័យថាយើងកំពុងតែឡើងឬក៏ស្ថិតនៅក្នុងចំណុចប្រុងប្រយ័ត្ននៅពេលដែលព្រួយចង្អុលចំពណ៌ក្រហមបានន័យថាសម្ពាធឈាមរបស់យើងឡើងខ្លាំងយើងត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យចំពោះអ្នកដែលមានហានិភ័យនៃជំងឺ stroke នៅពេលដែលគាត់ចុចវាស់តាមប៊ូតុង MAM នេះទៅបើសិនជាឃើញលោតសញ្ញា F-Fit នឹងនៅលើអេក្រង់បានន័យថាគាត់ប្រឈមនឹងជំងឺ stroke ឬក៏មានសញ្ញាណាមួយនៃជំងឺ stroke គាត់ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យឯកទេសជាបន្ត